ខ្លាចអត់ដែរជាក្រោមការនិពន្ធនឹងដឹកនាំដោយប្អូនប្រុសនៅបញ្ញរិទ្ធរួមជាមួយនឹងលោកឪពុករបស់គាត់ចាគឺលោកនប់សម្បត្តិចាហេតុតែឈាមជ័រជាអ្នកសិល្បៈជាអ្នកសម្ដែងជាអ្នកនិពន្ធនិងជាអ្នកដឹកនាំរឿងដូច្នេះកូនត្រូវបន្តវេននេះតទៅទៀតចំពោះការងារនេះខ្ញុំមិនប្រកែដូចជាប្អូនប្រុសរបស់ខ្ញុំនេះកូននេះកូនប្រកែខ្លាំងបន្ទាប់ពីឪពុករបស់ខ្ញុំគឺគាត់អាចធ្វើជាអ្នកដឹកនាំបាន director ដោយខ្លួនឯងបានកាត់តដោយខ្លួនឯងបានហើយឥឡូវកំពុងតែរៀនខាងផ្នែកកាមេរ៉ាម៉ាន់បាទចាក្នុងរឿងនេះបើនិយាយទៅលោកពូនប់សម្បត្តិគាត់ជាដោយសារគាត់មានបទពិសោធន៍និងមានសមត្ថភាពគ្រប់ខ្លាំងហើយដោយសារគាត់មានបទពិសោធន៍យូរឆ្នាំអញ្ចឹងគាត់គ្រាន់ជាអ្នកនិយាយទៅគាត់ជាអ្នកត្រួតពិនិត្យលើសេណារីយ៉ូរបៀបធ្វើជាសេណារីយ៉ូប្រូអត្តន័យនេះក្នុងសាច់រឿងហើយនឹងរបៀបរបបប្លង់គឺគាត់ត្រួតពិនិត្យលើនៅពីព្រោះអីបើក្មេងៗខាងផ្នែកបច្ចេកទេសគឺក្មេងៗទាំងអស់សម្រាប់តែកាមេរ៉ាមែនហើយបច្ចេកទេសផ្សេងៗសិតតែពួកបងប្អូនគេនឹងទាំងអស់គ្នាចានិយាយចាំទៅគឺយើងបង្កើតថ្មីតែទាំងអស់តែម្ដងបងប៉ុន្តែខ្ញុំយកគោលឪពុករបស់ខ្ញុំជាធំដោយសារគាត់ជាជំនាញជាអ្នកដឹកនាំរឿងស្រាប់គាត់គ្រប់គ្រងខាងផ្នែកដឹកនាំនឹងទាំងអស់គ្រាន់តែគាត់ជាអ្នកបញ្ជាទៅលើកាមេរ៉ាម៉ាន់និងក្រុមបច្ចេកទេសហើយខ្ញុំគ្រាន់តែចេញគំនិតផ្ដួចផ្ដើមក្នុងការនិពន្ធនិងការរៀបចំជាសេណារីយ៉ូប៉ុន្តែលោកឪពុករបស់ខ្ញុំគាត់ជាអ្នកកែសម្រួលបញ្ចប់បាត់ន័យថាយើង final ហ្នឹងគឺនៅលើឪពុករបស់ខ្ញុំតែម្ដងគាត់ direct តួសម្ដែងអញ្ចឹងឱកាសនេះសូមអរគុណដល់ក្រសួងវប្បធម៌វិចិត្រសិល្បៈនិងនាយកដ្ឋានសិល្បៈដែលពេលដែលយើងយករឿងទៅឆ្លងគឺគាត់ផ្ដល់ឱកាសសម្រាប់ក្មេងៗដូចជាពួកខ្ញុំហ្នឹងគឺគាត់មិនមានការកែសម្រួលអ្វីទាំងអស់រហូតដល់រឿងបានចេញជាសាច់រឿងទាំងមូលចេញជារូបភាពហើយយកទៅសង្សៀត្រួតពិនិត្យគឺគាត់មិនមានកាត់សំបីតែមួយប្លង់ឬពាក្យពេចន៍សំបីតែមួយម៉ាត់គាត់បានកាត់ទេពាក្យអសរោះឬក៏បានសំរុំនៅក្នុងសាច់រឿងផ្ទាល់តែម្ដងគឺអត់មានឈុតសិកស៊ីឬមួយអាភាសអីគឺអត់មានទេហើយពាក្យអសរោះទាំងពួងក៏អត់មានដែរជាពិសេសគឺក្រុមការងារក៏ដូចជាផលិតកម្មផ្ទាល់តែម្ដងគឺផ្ដល់អាទិភាពឲ្យបងដែលជាតារាសម្ដែងផ្សេងៗក៏ដោយគឺថាមានឈុតត្រង់ណាមិនពេញចិត្តចឹងអាចលើកឡើងពិភាក្សាផ្លាស់ប្ដូរយោបល់បានព្រោះខ្ញុំគិតថាការលើកឡើងរបស់ពួកគាត់គឺជាចំណុចល្អមួយសម្រាប់ផ្លាស់ប្ដូរឲ្យកាន់តែរីកចម្រើនទៅមុខព្រោះថាបើសិនជាកុនមួយផលិតទៅដោយគ្មានការតិទៀនកែលម្អមិននិយាយសោះក៏អត់កើតដែរយើងខ្លាចបំផុតតែគេអត់និយាយគេអត់និយាយបានគេទុកចោលហើយតែនិយាយអីក៏ទៅតែនៅពេលដែលគាត់តិទៀនកែលម្អយើងសប្បាយចិត្តនៅក្នុងការផ្លាស់ប្ដូរចាត្រូវហើយចាតាមការពិតទស្សនិកជនក៏អត់បានដឹងថានប់បញ្ញរិទ្ធគឺជាតារាចម្រៀងម្នាក់គាត់ប្រកែរឿងសម្បូររឿងកំ pl ែងច្រើនគេតែដាក់រហស្សនាមរ៉ូលីនបកែធ្វើត្រាប់មែនទេប៉ុន្តែអត់តន់ដឹងថានប់បញ្ញរិទ្ធគឺបកែធ្វើត្រាប់បើសិនជាបកែធ្វើត្រាប់តួអង្គណាមួយធ្វើតតដូចចារហូតនិយាយចំទៅស្រឡាញ់នឹងចូលចិត្តដែរបានធ្វើចូលចិត្តដូចខ្ញុំត្រាអញ្ចឹងដែរអត់ទេដូចថាស្រឡាញ់ចូលចិត្តអញ្ចឹងទៅនៅក្នុងចិត្តរបស់យើងអញ្ចឹងទៅយើងតែងតែដាក់ជាប់នៅចំណុចពិសេសចំណុចល្អរបស់គាត់អញ្ចឹងទៅនេះហើយគឺជាភាគហ៊ុនមួយនៅក្នុងខួរក្បាលរបស់ខ្ញុំជាក់ស្ដែងដូចជាក្នុងរឿងសាច់រឿងផ្ទាល់តែម្ដងគឺឈុតឆាកខ្លះគឺតាក់ទងទៅនឹងអ្នកហើយជាមួយខ្ញុំផ្ទាល់តែម្ដងបាទទូសេម៉ៅបងទូសេម៉ៅនោះគឺជាមានអ្នកបម្រើមួយទៀតអញ្ចឹងគាត់ដកស្រង់ពីចរិតអ្នកបម្រើអ្នកបម្រើក៏ហើយជាសាច់រឿងពិតនៅក្នុងគ្រួសារខ្ញុំផ្ទាល់តែម្ដងចាចឹងទៅក៏ដំបូងមកដល់យើងដូចថាមហូបអាហារយើងញ៉ាំសាច់គោមន់អីចឹងគាត់ថាស្រុកគាត់ស៊ីតែសាច់កដោអញ្ចឹងគាត់ដូចឃ្លានតែគាត់ឃ្លានថាមហោបអាហារយើងគាត់ប្រឡន់គាត់ឃ្លានសាច់កដោនៅស្រុកគាត់បាទហើយនឹងជារឿងពិតនៅក្នុងផ្ទះរបស់ខ្ញុំពេលដែលគាត់មកនៅក្នុងផ្ទះខ្ញុំថ្ងៃដំបូងគាត់មកសុំនៅអញ្ចឹងក៏ឃើញកដោមករត់នៅកាត់ពីមុខផ្ទះអញ្ចឹងតែដោយសារកញ្ចក់នៅខ្លាំងវារបស់យើងមានកញ្ចក់មួយជាន់អញ្ចឹងក៏ឃើញគេថាកុំទួយបន្តិចកុំឲ្យចាប់បំពងចឹងខ្ញុំក៏យកចំណុចហ្នឹងយកមកដាក់បញ្ចូលក្នុងសាច់រឿងជាមួយនឹងក្រុមការងារបានថាលោកបញ្ញរិទ្ធសម្គាល់ជីវិតនៃការរស់នៅមនុស្សក្នុងផ្ទះហើយសម្គាល់ហ្នឹងចាសម្គាល់ហ្នឹងបានគិតថាចេះតែទុកទៅថ្ងៃណាមួយយើងមានអ្វីមួយគឺយើងមានស្រាប់បាទហើយក៏អត់នឹកថានឹងបញ្ចូលទៅក្នុងរឿងភាពយន្តនៅក្នុងរឿងនេះដែរគ្រាន់តែថាគិតទុកគ្រាន់តែថាពេលជួបមិត្តភ័ក្តិឬមួយបង
អ្នកសិល្បៈដូចគ្នាចឹងពេលខ្លះយើងចង់ឲ្យសុបាយចឹងនិយាយលេងទាំងអស់គ្នាចឹងទេមិននឹកថានឹងបានចងក្រងជាសាច់រឿងមួយទេចាបាទបងក៏មិននឹកស្មានថាអ្វីដែលជាការចាប់ផ្ដើមរបស់បងអូនយើងបានសន្សំនៅសាច់រឿងគ្រប់រឿងទាំងអស់ធម្មតាយើងជាអ្នកសិល្បៈយើងតែងតែជួបនៅរឿងរ៉ាវជាច្រើនហើយយើងបានទទួលនៅរឿងបែបកំ pl កំ pl ជាច្រើនហើយយើងរក្សាទុកនៅក្នុងដៃសង្ឃឹមថានៅក្នុងរឿងចាំមិនដែរចាស់ខ្លាចអត់នេះចានឹងចាប់ដើមសម្ពោធនៅថ្ងៃទី17ចានឹងបញ្ចាំងនៅថ្ងៃទី20យើងអត់ទាន់ដឹងថាការគ្រប់គ្រងយ៉ាងណាទេតែនេះជាការផ្សព្វផ្សាយដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរួមទស្សនាបានច្រើនថ្ងៃនេះបងអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីរបស់បងហើយបងក៏ចង់ទស្សនានៅក្នុងរឿងនេះឆាប់ដែរបាទសម្គាល់ពេលវេលាឲ្យដល់ឆាប់បាទចាំដល់ថ្ងៃនេះយើងថ្ងៃសម្ពោធចាចាំបងទៅចាដើម្បីបងទៅមើលនៅក្នុងរឿងនោះឲ្យសប្បាយទាំងអស់គ្នាចាអរគុណចាជាចុងក្រោយនេះចាពីកម្មវិធីរបស់បងក៏ផ្ដល់ជូននៅផលិតផល Kiss Glita 200ដល់អ្នកទាំងអស់គ្នាព្រោះថាបងយល់ឃើញថាការថតកុនវាតែងតែមានការផលប៉ះពាល់នៃស្បែកធ្វើស្បែករបស់យើងស្ងួតធ្វើស្បែករបស់យើងឆាប់ជ្រួញហើយក៏អាចបង្កើននៅស្នាមអុចខ្មៅៗនៅលើផ្ទៃមុខឬក៏ស្បែករបស់យើង Kiss Glita នេះសូមចូលរួមចំណែកឲ្យសម្ផស្សស្រស់ស្អាតរាល់ពេលវេលាកតុចាំឆ្លងតលេហើយទទួលទានឥឡូវយកឲ្យស្វាមីទៅអ្នកដែលមានទម្ងន់គាត់ញ៉ាំនៅផលិតផល Kiss នឹងបានទេបងចាចាំឆ្លងតលេហើយឆ្លងតលេហើយចុះមួយកន្ត្រកនេះខ្ញុំអាចឲ្យប្តីខ្ញុំបងប្តីខ្ញុំមានមាត់ដែរចាវាឲ្យប្តីខ្ញុំអាចឲ្យប្តីខ្ញុំញ៉ាំបានតែបងអញ្ចឹងឲ្យចាំមកបងខ្ញុំចាស់អត់ទេប្តីខ្ញុំមានមាត់ដែរខ្ញុំគាត់ចការសម្រាប់ឲ្យបងនិយាយរួមទៅក្នុងមួយថ្ងៃយើងញ៉ាំបាន2 ដបចាមួយល្ងាចមួយប៉ុន្តែបងញ៉ាំឥឡូវស្អាតកូននេះណាមិនស្អាតបងអត់ទេតាមការណែនាំរបស់អ្នកបងយកចិត្តណារបាយរិទ្ធកុំចេះមិនចាខលរឿងក្រោយអត់ចាប្តីមកដែរតែមកប្តីមកចាទួដែរបងប្តីទួដែរចាគ្រូចាប់ខ្មោចចាប់ខ្មោចចាប់ទៅអស់មកផ្ទះចាប់ទៅអស់ផ្ទះបានចាប់ខ្មោចទេចាប់តែប្រពន្ធឯងចាខិនដល់ស្រីមុំចាឡើងទៀតសុំបន្តិចដល់ពេលនាងខ្ញុំចាបានយ៉ាងមិនទៅអូនតលេរួចបងស្ព័នសើមកយ៉ាងមិនដែរអញ្ជើញខាងស្វានមីនាងខ្ញុំនិយាយរួមទៅតារាដែលទៅបង្ការថ្មីនេះបងអញ្ជើញមកអ្នកស្ដាប់បងប្រាប់មុនណាហើយដូចជាបងចង់អញ្ជើញមកជុំគ្នាណាដូចថាអ្នកសិបានប្តីក្មេងណាប្តីខ្ជូតអ្នកបានប្តីខ្ជូតចាដូចជាកតកមួយស្វាមីមកគូណាខាត់សខឹមមួយស្វាមីមកគូអ្នកនាងគង់សុជាតិនិងជីវវិបុលមកគូ3គូសិតអ្នកបានប្តីខ្ជូតណាខ្ជូតយូរតែបងកម្មវិធីដែលបងក្រុងយូរតែបងចាពេលគាត់ឆ្លងតលេហើយឆ្លងតលេហើយមុំសរេសរងទៅលោកបានស្រេគេលោកបានខ្ជូតអីមុំចូលសរេទៅគេលោកបានស្វាមីខ្ជូតអីបានចូលឡើង4គូខ្ញុំស្រឡឹងមកហើយដើម្បីចូលសុភាចាស្រីមុំអូនចាអូអូនអ្នកខ្ជូតទៅហើយគេលោកបានឡើង5គូចូលនេះការហើយទៅចាបានចូល5គូ5គូហ្មងណាចា5គូព្រោះឥឡូវជាចុងក្រោយនេះយើងខ្ញុំទាំង5នាក់ក៏សូមថ្លែងអំណរគុណដល់ផលិតផល Kiss ចាបើសិនជាបន្តដំណើរទៅមុខទៀតមិនដឹងជាប្រហែលម៉ោងត្រូវចប់ទេព្រោះកនេះខ្ញុំឆ្លោះឥឡូវហើយចាសូមថ្លែងអំណរគុណដល់ផលិតផល Kiss ដែលបានឧបត្ថម្ភដល់ចាយើងខ្ញុំទាំង5នាក់សូមឲ្យចាក្រុមហ៊ុនឬក៏ផលិតផលនេះកាន់តែមានចំណាប់អារម្មណ៍ទៅលើអតិថិជនចាំតែច្រើនចាយើងគ្រប់គ្រងច្រើនអរគុណចំពោះបងចាដែលបានគាត់ជាអ្នកទី1ដែលបានបងត្រដល់រឿងមិនដែរខ្លាចអត់ហើយបានអញ្ជើញពួកយើងទាំង5នាក់មកចូលរួមដើម្បីផ្ដល់ការសម្ភាសនេះគឺហាក់ដូចជាគឺជាការគ្រប់គ្រងមួយដ៏ខ្លាំងបំផុតហើយចាអរគុណឲ្យពួកយើងមានការផ្សព្វផ្សាយរឿងរបស់យើងដែរទៀតគឺដូចជាការជួយផ្សព្វផ្សាយសម្រាប់ស្នាដៃដំបូងរបស់ពួកខ្ញុំអញ្ចឹងអរគុណដល់បងច្រើនជាពិសេសគឺអរគុណដល់ស្ថានីយទូរទស្សន៍ CTN ផ្ទះលេខ21បាទដែលបានចូលរួមផ្សព្វផ្សាយក៏ដូចជាអញ្ជើញពួកខ្ញុំទាំង5នាក់នៅក្នុងការបកស្រាយជូនទស្សនិកជនអំពីមូលហេតុនៃការកកើតនៃខ្សែភាពយន្តថ្មីនេះចាសូមបងសូមផ្ដល់កម្លាំងចិត្តដល់ក្រុមការងាររបស់បងអូននៅក្នុងនាមបងអូនជាយុវវ័យចាសូមឲ្យការងារការដឹកនាំនៃរឿងជំហានទី1របស់យើងទទួលបានភាពជោគជ័យហើយយើងនឹងមានជំហានបន្តហើយចាត់ទុកថាជាគំរូមួយសម្រាប់យុវជនរបស់យើងទាំងឡាយដែលគាត់ស្រឡាញ់ខាងផ្នែកវិស័យភាពយន្តគាត់ចង់បង្ហាញពីសមត្ថភាពរបស់យើងដូច្នេះគាត់មានឱកាសនៅក្នុងការធ្វើការងារបានចាអរគុណជូនពរជោគជ័យការងារទាំងអស់គ្នាសុខភាពល្អសម្រាប់កាន់តែស្អាតចា
ចាប់ពេលវេលាកម្មវិធីស៊ីតាន់21ដៃលើលើសេងយើងកញ្ញាបានតាមដានទស្សនានៅក្នុងពេលនេះក៏បានដល់ទីបញ្ចប់ហើយអរគុណដល់ហាងអមរចនាម៉ូដដែលបានកាត់សម្លៀកបំពាក់របស់នាងខ្ញុំបើសិនជាលោកអ្នកមានបំណងចង់ត្រូវការកាត់សម្លៀកបំពាក់សូមអញ្ជើញទៅហាងអមដែលស្ថិតនៅបណ្ដោយផ្លូវ Pasteur ផ្លូវលេខ51តាក់ទងទូរស័ព្ទលេខ012 246 23ដងនិង012 363 363អរគុណដល់ហាងសុទ្ធាតុបតែងសក់ដែលស្ថិតនៅផ្លូវកម្ពុជាក្រោមអរគុណខាងណាដែរកាត់សម្លៀកបំពាក់តុបតែងមុខនេះអរគុណដល់I do you ចាដល់កម្រិតល្អពីលោកនុកបាយរិទ្ធចាបងចេះតែបានហើយអរគុណដល់ការច្នៃម៉ូដសក់សម្រាប់ថ្ងៃនេះដោយចនច័ន្ទសឡនខាងនេះខាងសំចាំពាក់គឺខាង I do you do អូចាតែពាក់តែ5នាក់ហ្នឹងណាអត់មានអ្នកណាគេទិញទេណាម៉ូដចាបងគេទិញបាន5នាក់ហ្នឹងបានហើយចាអរគុណចាឱកាសក្រោយចាកម្មវិធីរបស់យើងខ្ញុំប្រកាសជាបើសិនជាក្រុមការងារទាំងអស់នេះទទួលនៅបានភាពជោគជ័យចាយើងនឹងផ្ដល់កិត្តិយសឲ្យបងអូនចូលរួមនៅក្នុងកម្មវិធីរបស់យើងខ្ញុំសាជាថ្មីជូនពរលោកអ្នកសុបិនល្អនៅក្នុងរាត្រីនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា